ជំរាបសួរលោកគ្រូអ្នកគ្រូបាទវីដេអូនេះគឺខ្ញុំនឹងមកបកស្រាយមួយវីដេអូប៉ុន្តែឆ្លើយពីសំណួរក្នុងនឹងហ្មងអញ្ចឹងបើលោកគ្រូអ្នកគ្រូមើលវីដេអូនេះលោកគ្រូអ្នកគ្រូនឹងអាចធ្វើបានរឿងពីរយ៉ាងទី1ពីរបៀបចូលទៅក្នុងគណនីរបស់ Director ព្រោះលោកគ្រូអ្នកគ្រូគាត់ថាខ្ញុំអត់ស្គាល់លេខនយោបាយផងខ្ញុំអត់ស្គាល់ឈ្មោះ Director របស់សាលាផងអញ្ចឹងខ្ញុំធ្វើមកចូលបានបាទអញ្ចឹងមើលវីដេអូនេះលោកគ្រូអ្នកគ្រូនឹងអាចចូលទៅប្រើប្រាស់បានទោះបីជាលោកគ្រូអ្នកគ្រូជាគ្រូបន្ទប់ថ្នាក់ក៏ដោយទី2គឺគាត់សួរថាលោកគ្រូខ្ញុំបំពេញរួចអស់ហើយធ្វើម៉េចបានដឹងថាខ្ញុំបំពេញខុសឬក៏ត្រូវអញ្ចឹងអត់ចាំបាច់សួរគេទៀតទេចុចតាមវីដេអូនេះលោកគ្រូអ្នកគ្រូនឹងអាចមើលឬក៏តាមដានសាលារបស់ខ្លួនឯងថ្នាក់របស់ខ្លួនឯងថាបំពេញរួចរាល់ឬក៏នៅបាទអញ្ចឹងជាដំបូងលោកគ្រូអ្នកគ្រូចុចចូលថ្នាក់បឋម PLP របស់យើងមកប៉ុន្តែពេលដែលចូលទៅគឺលោកគ្រូអ្នកគ្រូភាគច្រើនគឺគាត់មានគណនីស្រាប់អញ្ចឹងចុចទៅឃើញឈ្មោះរបស់ខ្លួនឯងអញ្ចឹងឧទាហរណ៍ខ្ញុំជាក់ស្ដែងខ្ញុំជាបណ្ណារៈលោតឈ្មោះរបស់ខ្ញុំបណ្ណារៈមកប៉ុន្តែបើសិនជាលោកគ្រូអ្នកគ្រូជាគ្រូបន្ទប់ថ្នាក់នឹងលោតដាក់ថាគ្រូបន្ទប់ថ្នាក់ទីម៉ានអញ្ចឹងទៅបាទអញ្ចឹងធ្វើម៉េចបានអាចចូលទៅក្នុងគណនីនាយកសាលាបានជាដំបូងលោកគ្រូអ្នកគ្រូត្រូវចុចនៅលើទាំងព័ត៌មានរបស់ខ្លួនឯងមកហើយអុសមកខាងក្រោមឃើញពាក្យចាកចេញលោកគ្រូអ្នកគ្រូចុចចាកចេញសិនបាទយើងចេញឲ្យអស់សិនមកពេលដែលចេញអស់ហើយលោកគ្រូអ្នកគ្រូនឹងឃើញផ្ទាំងបែបនេះអញ្ចឹងចូលទៅអនុវិស័យការអប់រំបឋមកុំចូលគណនីលោកគ្រូបាទតែចូលក្នុងគណនីនេះចូលទៅក្នុងថ្នាលរបស់ខ្លួនឯងដដែលអញ្ចឹងកុំចូលបន្តមកទៀតចូលមកថ្នាលគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងសាលារៀននៅលើគេនេះបាទអញ្ចឹងវាលោតបែបនេះលោកគ្រូអញ្ចឹងពេលមកដល់កន្លែងនេះលោកគ្រូសូមកុំបញ្ចូលឈ្មោះរបស់ខ្លួនឯងជាទូទៅលោកគ្រូដែលរកគណនី Director អត់ឃើញដោយសារលោកគ្រូដាក់ឈ្មោះអ្នកប្រើប្រាស់ហ្នឹងជាឈ្មោះរបស់ខ្លួនឯងអញ្ចឹងដូចតអត់បានចូលទៅ Director ដដែលហ្នឹងអញ្ចឹងលោកគ្រូអត់អាចតកឈ្មោះឬក៏អត់អាចបន្ថែមឈ្មោះបាននៅក្នុង Director ទេអញ្ចឹងជាដំបូងលោកគ្រូកុំតាន់ចុចឈ្មោះអ្នកប្រើប្រាស់អីចុចមកកន្លែងស្វែងរកគណនីគ្រូបាទបន្តមកទៀតលោកគ្រូរើសខេត្តបាទស្រុកហើយនឹងសាលារៀនមកបាទអញ្ចឹងពេលដល់សាលារៀនហ្នឹងកន្លែងនេះលោកគ្រូវាមានគ្រូបង្រៀនហើយនឹងនាយកសាលានាយករងអីចឹងទៅអញ្ចឹងចុចចូលពាក្យថានាយកសាលារៀនពេលដែលចុចកន្លែងហ្នឹងលោកគ្រូអុសមកខាងក្រោមបន្តិចមកបាទនឹងឃើញឈ្មោះហើយនេះបាទអញ្ចឹងគេដាក់ថា Director ហើយមុខតំណែងនាយកសាលាអញ្ចឹងចុចពាក្យ Director ហ្នឹងមកលោកគ្រូបាទអញ្ចឹងឃើញទេបានពាក្យ Director នៅលោតកន្លែងហ្នឹងលោតកន្លែងអ្នកប្រើប្រាស់ហ្នឹងអញ្ចឹងពេលដែលវាលោតបានបែបហ្នឹងហើយលោកគ្រូចុចពាក្យសម្ងាត់ចូលមកអញ្ចឹងពាក្យសម្ងាត់ខ្ញុំមានស្រាប់ខ្ញុំសេវហើយលេខសម្ងាត់ជាទូទៅគឺបើ Director គឺ Director add 1 2 3បាទឥឡូវពេលដែលយើងចូលមកដល់កន្លែងហ្នឹងលោកគ្រូចង់បន្ថែមសិស្សក៏បានលោកគ្រូចង់ដកសិស្សលុបសិស្សចេញក៏បានអញ្ចឹងដល់ពេលយើងបំពេញរួចរាល់ទិន្នន័យសិស្សគ្រប់ 100% ហើយដើម្បីចូលទៅមើលឲ្យដឹងខ្លួនឯងថាយើងគ្រប់នៅអញ្ចឹងលោកគ្រូចុចកន្លែង Trace 3ហើយចុចមកពាក្យថារបាយការណ៍ពេលដែលដល់របាយការណ៍លោកគ្រូចូលទៅពាក្យថាការបញ្ចូលទិន្នន័យសិស្សបាទនេះកន្លែងការបញ្ចូលទិន្នន័យសិស្សហ្នឹងលោកគ្រូអុសមកខាងក្រោមបន្តិចមកបាទអញ្ចឹងបើសិនជាកន្លែងពាក្យថ្នាក់ទីហ្នឹងលោកគ្រូឃើញគូសធិចពណ៌បៃតងមានន័យថាថ្នាក់ទាំងអស់ហ្នឹងគឺត្រូវបានបំពេញរួចរាល់ហើយប៉ុន្តែបើសិនជាថ្នាក់ហ្នឹងបំពេញអត់រួចរាល់គឺដូចថ្នាក់ទី1អញ្ចឹងលោកគ្រូឃើញទេថ្នាក់ទី1អត់មានគូសធិចទេអញ្ចឹងមានន័យថាថ្នាក់ទី1គឺមិនទាន់បានបំពេញរួចរាល់ទេហើយយើងចង់ដឹងថាតើថ្នាក់ទី1ខ្វះអីគេអញ្ចឹងលោកគ្រូមើលមកខាងនេះបន្តិចមកនេះគេដាក់ថាការបំពេញទិន្នន័យផ្ទាល់ខ្លួនអញ្ចឹងលោកគ្រូឃើញដែរ35លើ36អញ្ចឹងមានន័យថាសិស្ស36នាក់ហ្នឹងគឺមានសិស្សម្នាក់នោះដែលមិនទាន់បានបំពេញព័ត៌មានទេបាទអុសមកខាងមុខទៀតបាទឃើញទេ35លើ36បាទទិន្នន័យចាក់វ៉ាក់សាំងក៏នៅឃើញទេគ្រូអញ្ចឹងមានន័យថាយើងមើលតាមហ្នឹងមកយើងដឹងថាអូនៅថ្នាក់ទី1អត់ទាន់បានបំពេញប្រហែលអ្នកអញ្ចឹងទៅបាទតែបើសិនជាវាគូសសញ្ញាបៃតងគូសធិចទាំងអស់អញ្ចឹងមានន័យថាទិន្នន័យរបស់លោកគ្រូនឹងគ្រូហ្នឹងគឺត្រូវបានបំពេញរួចរាល់ហើយទៅតាមថ្នាក់នីមួយៗ